បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាជាងថ្ងៃនេះលោកគ្រូមានលំហាត់តកតងការគណនាតម្លៃ x ដើម្បីយកមកបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងគណនាតម្លៃ x 4កតា x ដក5ស្មើ 2x ដក4ដក14អញ្ចឹង 4x ជាងគុណបញ្ចូលគ្នាទៅយើងបានតម្លៃ 4x ដក20ស្មើនឹង 2x ដក14អញ្ចឹងអញ្ញត្តិ x យើងត្រូវបញ្ជូនទៅខាងដែលមានអញ្ញត្តិ x ដូចគ្នាដើម្បីទូទាត់យើងអាចបូកដកគ្នាបានអញ្ចឹង 4x ដក 2x នៅសល់ 2x ហើយ14ដក14បូក20នៅសល់6អញ្ចឹងយើងរកតម្លៃ x ត្រូវបញ្ជូន2ទៅឆ្លងសញ្ញាស្មើទៅចែកនឹង6អញ្ចឹង6ចែក2បាន3វាចម្លើយលំហាត់ទី2ដូចគ្នាដែរអញ្ចឹងយើងត្រូវគុណបញ្ចូលគ្នាសិនក៏បានអញ្ចឹង x ដក4ស្មើនឹងដក2កតា x បូក8អញ្ចឹងយើងត្រូវគុណចូលដក2យើងមានសញ្ញាដកពីមុខអញ្ចឹងដក2គុណ x ដក 2x ហើយដក2គុណនឹងបូក8អញ្ចឹងគឺដក16 x ដក4អញ្ចឹងយើងទៅសេ x យើងបញ្ជូនដក 2x មកទៅវាទៅជាបូក 2x អញ្ចឹងស្មើ10ដក16បូក4វិញបាទអញ្ចឹងយើងស៊ីសងតម្លៃ x បូក 2x គឺ 3x ស្មើដក16បូក4នៅសល់ដក12អញ្ចឹងយើងរុញ3ឆ្លងសញ្ញាស្មើទៅជាចែកអញ្ចឹងដក12ចែក3ដក12ចែក3គឺយើងបានចម្លើយមានសញ្ញាដកពីមុខដក4ជាចម្លើយបាទសូមអរគុណបងប្អូនទាំងគ្នាហើយនឹងយើងមានកិច្ចការផ្ទះ